សូមស្វាគមន៍មកកាន់ Channel សៀអារម្មណ៍ទាំងអស់គ្នាថ្ងៃនេះ Admin មានរឿងមួយមកចែករំលែកគ្នាយើងស្ដាប់ចង់ដឹងសាច់រឿងទៅជាយ៉ាងណាតោះយើងទៅស្ដាប់ទាំងអស់គ្នានៅក្នុងផ្ទះមួយមានគ្រួសារមួយមានម្ដាយកូន2នាក់ដែលម្ដាយឈ្មោះថាមីងខឹមគាត់ជាស្ត្រីមេម៉ាយប្ដីស្លាប់ចោល6ឆ្នាំហើយបានបន្សល់ទុកកូនស្រីក្រមុំមួយនៅជាមួយគាត់មីងខឹមគាត់ជាមនុស្សដែលល្មមនឹងតណ្ហាណាស់តាំងពីប្តីរបស់គាត់ស្លាប់មកគាត់ប្រើតែដៃទេរីឯកូនស្រីគាត់វិញឈ្មោះថានីតានាងបានរៀនចប់ទី12ហើយបានជាប់អាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកមីងខឹមក៏បានរៀបចំឲ្យកូនចេញដំណើរដោយនិយាយថាកូនទៅចេះថែរក្សាខ្លួនផងនិងខំរៀនសូត្រណាកូនកូនក៏ឆ្លើយថាចាម៉ែកូននឹងខំរៀនមិនឲ្យម៉ែខកចិត្តទេលុះនាងបានទៅដល់សហរដ្ឋអាមេរិកនាងបានទៅកន្លែងស្នាក់នៅសម្រាប់សិស្សអាហារូបករណ៍ពេលនោះនាងបានស្គាល់បុរសម្នាក់ដែលសង្ហាខ្ពស់សនឹងសាច់ដុំធំហើយអ្នកគ្រីរបស់គេក៏ធំដែរនេះតាឃើញហើយក៏មានចិត្តលើគេតែម្ដងហើយយើងមកនាំគ្នាស្គាល់បុរសម្នាក់នោះមានឈ្មោះថាចនគេជាជនជាតិអាមេរិកចនបានសួរនីតាថាតើនីតាមកពីប្រទេសណានីតាក៏អៀនផងដែលឃើញចនមកនិយាយរាក់ទាក់បែបនេះហើយនីតានិយាយថាខ្ញុំមកពីប្រទេសកម្ពុជាចនក៏បន្តសួរថាតើនីតាមានសង្សារហើយឬនៅនីតាកាន់តែអៀនហើយបានតបថាខ្ញុំមិនទាន់មានសង្សារទេហើយពេលនោះចនបានសុំ Facebook នីតាមួយទុកនិយាយគ្នាលេងនាងក៏បានឲ្យហើយពួកគេក៏បានទៅបន្ទប់រៀងខ្លួននៅពេលយប់ឡើងគេមកបន្ទប់វិញចនក៏ឆាតមកនិយាយលេងជាមួយនីតានិយាយអំពីការសិក្សានិងញ៉ាញងគ្នាផងដែរគេក៏ខ្លាចជាសង្សារនឹងគ្នារយៈពេល4ឆ្នាំក្រោយមកចនបានសុំនាងរៀបការនៅពេលរៀនចប់ពេលនោះធីតាមិនបានឆ្លើយតបថាយល់ព្រមទេនាងថាចាំសួរម្ដាយនាងសិននីតាបានខលទៅប្រាប់ម្ដាយនាងឲ្យបានដឹងថាសង្សារនាងចិត្តល្អនិងសង្ហាទៀតគេក៏បានសុំខ្ញុំរៀបការតើម៉ែគិតយ៉ាងណាមីងខឹមក៏និយាយថាមិនអីទេកូនបើរៀនចប់ហើយក៏យកដីចោះបើកូនស្រឡាញ់គ្នាទៅហើយម៉ែមិនថាអីទេឲ្យតែកូនចេះស្រឡាញ់គ្នានីតាក៏សប្បាយចិត្តក៏ខលទៅប្រាប់ចនថាអូនព្រមរៀបការជាមួយបងចនអរណាស់និងនិយាយថាបងស្រឡាញ់អូនពួកគេក៏បានរៀបការជាមួយនឹងគ្នានៅថ្ងៃសមដំណេកនីតាបានឃើញប្តីរបស់គេសង្ហាជាខ្លាំងពេលនោះនាងបានឃើញអ្នកគ្រីរបស់គេធំណាស់និងសាច់ដុំរបស់គេក៏ធំដែរនីតាបានទៅអង្គុយពីលើហើយបានស្ទាបអង្អាពេញខ្លួនរបស់ចនហើយចនក៏បានលេងភ្នំរបស់នាងទាំងពីរហើយស្ទាបអង្អាទ្វារមាសតិចនិងប៉ះអ្នកគ្រីរបស់គេថ្នមនិងដាក់ក្នុងមាត់នាងតិចសឹមពេលនោះចនបានយកអ្នកគ្រីដ៏ធំរបស់គេញាត់ចូលទៅក្នុងអាងទឹកនីតាដាក់យកបែកទឹកខ្ចាយពេញនឹង5ដងនាងធ្ងោពេញបន្ទប់និងស្រែកតិចមិនដាច់ពីមាត់សោះលុះ1ឆ្នាំក្រោយមកពួកគេបាននាំគ្នាទៅប្រទេសកម្ពុជាវិញនីតាបានយកចនទៅនៅជាមួយដែរពេលមកដល់ផ្ទះរបស់នាងម្ដាយនីតាបានចាំទទួលយ៉ាងកក់ក្ដៅនៅពេលនីតានិងចនបានមកដល់ផ្ទះមីងខឹមបានមើលកូនប្រសារឡើងភ្លឹកគាត់បានឃើញសាច់ដុំដ៏ធំរបស់កូនប្រសារឡើងសង្ហាហើយគាត់បានគិតថាអ្នកគ្រីរបស់ចនមើលទៅប្រហែលជាធំណាស់ហើយមើលទៅបើបានភ្លក់ម្ដងមិនដឹងជាតិយ៉ាងណាទេពេលនោះនីតាឃើញម្ដាយភ្លឹកយូរពេកក៏បានហៅម៉ែតើម៉ែកើតអ្វីមីងខឹមថាមិនមានអ្វីទេកូនចូលផ្ទះទៅពេលនោះគាត់បានលើកបាយទឹកយកមកឲ្យកូនស្រីនិងកូនប្រសាគាត់ហូប
ពេលនោះគាត់បានសួរនីតានិងចនពីនេះពីនោះ តែគាត់បានសម្លឹងមើលមុខចនមិនឈប់ ពេលនោះចនក៏ដឹងដែរ តែគេមិនបានថាអ្វីទេ នឹងមើលមុខមីងឃឹមវិញដោយការភ្នែកស្រទន់ លុះដល់យប់បន្តិចនីតាក៏បានទៅងូតទឹក ហើយនាងទុកឲ្យចននិងម្ដាយនិយាយគ្នាតែពីរនាក់ ពេលនោះចនបានសួរម្ដាយក្មេកថា តើម៉ែមើលអ្វីនៅពេលញ៉ាំបាយ តើម៉ែពេញចិត្តនឹងខ្ញុំមែនទេ ពេលនោះមីងឃឹមមុខឡើងក្រហម ពេលនោះមីងឃឹមនិយាយថា មានណាកូន ម៉ែឃើញកូនសង្ហាក៏មើលបន្តិចហ្នឹង ចនក៏និយាយថា ខ្ញុំដឹងណាម៉ែថាម៉ែកំពុងគិតអីមកលើខ្ញុំ ម៉ែក៏មិនចាំបាច់លាក់ខ្ញុំទេ មើលទៅម៉ែមិនចាញ់ប្រពន្ធខ្ញុំដែរ ម៉ែក្មេកឮហើយក៏និយាយថា ម៉ែក៏ចង់សាកជាមួយជនជាតិអាមេរិកដែរថាជាតិប៉ុណ្ណា ពេលនោះមីងឃឹមបានទៅផ្ទះបាយដើម្បីលាងចាន ពេលនោះចនក៏បានទៅតាមពីក្រោយដែរ ចនបានចាប់ដៃម៉ែក្មេកតិចៗ បំរុងនឹងថើបហើយក៏ប្រពន្ធគេចេញមកពីបន្ទប់ទឹកវិញ មកកាត់ចង្វាក់គេអស់ ហើយក៏ទៅនិយាយគ្នាលេងរហូតដល់យប់ ក៏នាំគ្នាទៅដេករៀងៗខ្លួនបាត់អស់ទៅ លុះយប់បន្តិចចនក៏ចង់នាំនាគរីរបស់គេទៅលេងក្នុងអាងទឹករបស់ប្រពន្ធ គេក៏បានសុំប្រពន្ធដែរ តែប្រពន្ធបានប្រាប់ថាអូនហត់ណាស់ ធ្វើដំណើរផ្លូវឆ្ងាយហើយល្វើយសុំប្ដីអត់មួយយប់ រួចនាងក៏ដេកលក់បាត់ទៅ ពេលនោះចនដេកមិនលក់សោះ ចនក៏បានប្រាប់ប្រពន្ធថាបងទៅបន្ទប់ទឹកមួយភ្លែត រួចចនក៏បានដើរទៅរកបន្ទប់ម៉ែក្មេក ចនក៏បានបើកទ្វារដើរចូលទៅបន្ទប់ម៉ែក្មេកតិចៗ ពេលនោះគេឃើញម៉ែក្មេកកំពុងដេកលក់ ដោយសម្លៀកបំពាក់រាត្រីមើលទៅគួរឲ្យស៊ីអារម្មណ៍ណាស់ មីងឃឹមក៏គាត់ដឹងដែរថាកូនប្រសាររបស់គាត់កំពុងដើរចូលមករកគាត់ តែគាត់ធ្វើជាដេកលក់ នៅពេលនោះចនបានឡើងទៅលើគ្រែនិងស្ទាបអង្អែលម៉ែក្មេកយ៉ាងររាជាខ្លាំង ពេលនោះម៉ែក្មេកក៏សួរចនថា ចង់ធ្វើអីម៉ែនឹង ចនក៏ឆ្លើយតបវិញថា ម៉ែនៅឲ្យស្ងៀមទៅ ចាំកូនឲ្យអ្នកម៉ែស្គាល់រសជាតិអាមេរិកម្ដងថាម៉ែពេញចិត្តឬអត់ មីងឃឹមក៏មិនបានថាអីដែរ ណាមួយខានយូរនិងចង់ភ្លក់រសជាតិអាមេរិកផង ក៏ព្រមតាមកូនប្រសារតែម្ដង គេក៏បានថើបម្ដាយក្មេកតិចៗ រួចគេបានយកនាគរីរបស់គេចេញមកក្រៅ ឲ្យម៉ែក្មេកប៉ះកាន់តិចៗ ពេលនោះមីងឃឹមនិយាយថា អាយ៉ានាគរីរបស់គេនេះធំណាស់ ហើយវែងទៀត ចនក៏បានយកនាគរីរបស់គេយកទៅដាក់ក្នុងមាត់របស់ម៉ែក្មេក និងឲ្យម៉ែក្មេកញ៉ាំតិចៗ មើលទៅមានក្ដីសុខណាស់ រួចមីងឃឹមបាននិយាយប្រាប់ចនថា យកនាគរីរបស់កូនញាត់ចូលក្នុងល្អាងទឹកម៉ែមក ម៉ែចង់ខ្លាំងណាស់ ទ្រាំមិនបានទេកូន ពេលនោះចនក៏ធ្វើតាមសម្ដីម៉ែក្មេក ដោយយកនាគរីរបស់គេញាត់ចូលទៅក្នុងល្អាងទឹករបស់ម៉ែក្មេកសឹមៗតិចៗរហូតដល់កប់តែម្ដង តែធ្វើឲ្យម៉ែក្មេករបស់គេលាន់មាត់ថា អួយ អួយ ពេលនោះចនបានឲ្យនាគគេនៅក្នុងល្អាងទឹក ចំណែកគេបានយកដៃទៅប៉ះភ្នំទាំងសងខាងរបស់ម៉ែក្មេក និងច្របាច់យ៉ាងររាជាខ្លាំង និងមានក្ដីសុខខ្លាំងណាស់ ដែលធ្វើឲ្យម៉ែក្មេកធ្ងោពេញបន្ទប់តែម្ដង រហូតដល់មីងឃឹមបែកទឹកខ្ចាយ គាត់ក៏បានប្រាប់កូនប្រសារថា ម៉ែដល់ចំណុចកំពូលហើយកូន ឲ្យឆាប់ឡើងរហ័សឲ្យនាគកូនបញ្ចេញពិសមក មិនយូរទេចនក៏បានទៅដល់ឋានសួគ៌ដែរទៅ ដែលធ្វើឲ្យមីងឃឹមមានក្ដីសុខខ្លាំងណាស់ ដែលបានភ្លក្សកូនប្រសារអាមេរិក គាត់ថាជាតិណាស់ណាមួយគាត់ខានយូរផង គាត់ថាជាតិនោះជាតិហើយ
ពេលរួចហើយចនបានលាម៉ែក្មេកមកបន្ទប់របស់ប្រពន្ធគេវិញពេលចនជិតបើកទ្វារចេញមកមីងខឹមបានរត់មកអោបចង្កេះក្រុមប្រសាហើយនិយាយថាតើម៉ែសុំមួយទៀតបានទេមិញហ្នឹងម៉ែពេញចិត្តខ្លាំងណាស់កូនចនក៏មិនប្រកែកដែរក៏យល់ព្រមតាមម៉ែក្មេកតែម្ដងចនបានឈរនៅមុខទ្វារចេញហើយមីងខឹមបានមកចាប់នាគរីរបស់ចនចេញមកដាក់ក្នុងមាត់គាត់យ៉ាងររាយជាខ្លាំងពួកគេក៏បានវាយឡើងនៅមុខទ្វារតែម្ដងលាន់ឮដោយរន្ទះពេញបន្ទប់លាយឡំនឹងសំឡេងមីងធ្ងរស្ដាប់ទៅគឺក្តីសោកខ្លាំងណាស់មួយសន្ទុះក្រោយមកពួកគេក៏បានបែកទឹកខ្ចាយពេញមុខទ្វារម្ដងទៀតមីងខឹមបានឲ្យកូនប្រសាមកបន្ទប់វិញព្រោះខ្លាចប្រពន្ធថាបាត់យូរម្ល៉េះគាត់ក៏បានដើរមកបន្ទប់ដេកវិញចំណែកចនក៏បានទៅបន្ទប់វិញដែរពេលទៅដល់បន្ទប់ប្រពន្ធចនបានសួរថាតើបងទៅណាមិនយូរម្ល៉េះចនតបថាមកពីបន្ទប់ទឹកបងជាប់ដៃលេងហ្គេមទៅរៀងយូរបន្តិចដូច្នេះប្រពន្ធក៏មិនបានសួរនាំអ្វីច្រើនទៀតដែរក៏នាំគ្នាដេកទៅវិញទៅលុះព្រឹកឡើងនីតាបានទៅរៀបចំចម្អិនអាហារពេលព្រឹកទុកជូនម្ដាយនិងប្ដីនាងក៏បានទៅបន្ទប់ប្រាប់ប្ដីថាចាំហៅម្ដាយហូបបាយពេលព្រឹកផងនាងទៅផ្សារសិនហើយនាងក៏ចេញទៅផ្សារបាត់ទៅមួយសន្ទុះចនក៏បានដើរទៅហៅម្ដាយនៅបន្ទប់ឲ្យមកហូបអាហារពេលព្រឹកជុំគ្នាពេលចនចូលទៅឃើញម្ដាយស្លៀកសម្លៀកបំពាក់ដេកយប់ស្ដើងផងពេលនោះចនក៏ចាប់ផ្ដើមដាស់នាគរីរបស់គេឲ្យភ្ញាក់ឡើងមកវិញនិងបានចូលទៅជិតម្ដាយក្មេកនិងបានយកនាគរីរបស់គេដាក់ចូលទៅក្នុងទ្វារមាសរបស់ម្ដាយក្មេកបន្តិចម្ដងនៅពេលនោះម្ដាយក្មេកក៏ភ្ញាក់មកក៏នាំគ្នាបើកឆាកប្រយុទ្ធម្ដងទៀតបានសម្រេចក៏នាំគ្នាចុះមកញ៉ាំអាហារពេលព្រឹកពេលម្ដាយក្មេកកំពុងហូបស៊ុបនោះដោយសម្លៀកបំពាក់គេងយប់ផងចនក៏បានមើលទៅឃើញភ្នំទាំងពីររបស់ម្ដាយមើលទៅទំនងណាស់ក៏ចាប់ផ្ដើមនាគរីរបស់គេងើបមកវិញម្ដងទៀតនៅពេលនោះចនបានដើរទៅជិតម្ដាយក្មេកនិងបានចាប់យកនាគរីពីសម្បុកមកខាងក្រៅនិងបានចាប់ផ្ទៃមុខរបស់ម្ដាយក្មេកបែរមករកគេរួចគេក៏យកនាគរីរបស់គេទៅឲ្យម៉ែក្មេករបស់គេញ៉ាំម្ដងវិញពេលម៉ែក្មេកគេកំពុងញ៉ាំនាគរីរបស់គេក៏ចាប់ម៉ែក្មេកឲ្យខ្ទប់ទៅនឹងជញ្ជាំងវិញម្ដងនិងយកនាគរីរបស់គេរុញចូលទៅក្នុងល្អាងទឹករបស់ម៉ែក្មេកកប់តែម្ដងដែលធ្វើឲ្យម៉ែក្មេកធ្ងរខ្លាំងស្ដាប់ទៅមានក្តីសុខណាស់រហូតដល់បែកទឹកខ្ចាយពេញទ្វាររបស់ម៉ែក្មេកតែម្ដងពេលនោះម៉ែក្មេកក៏អស់កម្លាំងទន់ដៃទន់ជើងជាខ្លាំងតែបានញ៉ាំនាគរីរបស់អាមេរិកអញ្ចឹងពេលនោះម៉ែក្មេកហូបហើយម៉ែក៏បានយកចានទៅលាងសម្អាតពេលនោះចនមើលទៅម៉ែក្មេកពីក្រោយឡើងទំនងពេកទ្រាំមិនបានក៏បានដើរទៅពីក្រោយម៉ែក្មេកនិងដកនាគរីរបស់គេចេញមកញាត់ចូលទៅក្នុងល្អាងទឹកម៉ែក្មេកពេញសឹមតិចដែលធ្វើឲ្យម៉ែក្មេកទន់ជើងមិនអាចឈរជាប់ឡើយហើយពេលនោះចនក៏បានយកដៃទៅអោបចង្កេះនិងថាបម៉ែក្មេកតិចសំឡេងធ្ងររបស់ម៉ែក្មេកពេញផ្ទះបាយតែម្ដងរហូតដល់បែកទឹកខ្ចាយពេញកន្លែងលាងចានពួកគេទាំងពីរមានក្តីសុខណាស់បន្ទាប់មកពួកគេក៏នាំគ្នាទៅងូតទឹកហើយក៏ចាប់ផ្ដើមឆាកប្រយុទ្ធគ្នាយ៉ាងសាហាវសំឡេងធ្ងរសន្ធឹកពេញបន្ទប់ទឹកបានសម្រេចពីរដងទៀតចាប់តាំងពីពេលនោះមកនៅពេលដែលប្រពន្ធចនមិននៅដឹងតែចនទៅដេកជាមួយម៉ែក្មេករហូតរឿងនេះក៏បានដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់
សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូខ្ញុំមុនគេសូមអរគុណបាយបាយ